បាទសួស្តីបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយដោយសារតែឥឡូវយើងកាន់តែគៀកចិត្តបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងហើយនេះគឺជាសកម្មភាពខ្លីៗដែលខ្ញុំបានហូបបាយជាក្រុមហូបគេហៅថាអាហារសាមគ្គីបាទហ្នឹងហើយយើងមានដូចជាគូដុតគូដើរគូហោះគូហើរអីចឹងទៅបងប្អូនទាំងគ្នានឹងគេហៅមុខម្ហូបអីខ្ញុំមិនស្គាល់ដែរបាទអញ្ចឹងចិត្តថាទៅបាទហ្នឹងហើយវីដេអូហ្នឹងដូចជាអត់មានអីច្រើនទេគឺគ្រាន់តែចង់ចែករំលែកនៅវីដេអូមួយនេះទុកជាអនុស្សាវរីយ៍បាទនឹងចែករំលែកទៅបងប្អូនទាំងគ្នាបានទស្សនាកំសាន្តលេងបាទហើយនេះជាសកម្មភាពខ្លីបាទដែលយើងជួយគ្នាម្ដាយមួយជើងមានជួយធ្វើគ្នាតាំងពីដើមរហូតដល់យើងហូបទាំងអស់គ្នាអញ្ចឹងទៅបងប្អូនទាំងគ្នាប៉ុន្តែដោយសារតែពេលវេលាខ្លីគឺខ្ញុំអត់បានថតវីដេអូនេះតាំងពីដើមរហូតដល់ចប់ទេគឺគ្រាន់តែចាប់ផ្ដើមមកពាក់កណ្ដាលទីតែម្ដងគឺដល់កន្លែងយើងចាប់ផ្ដើមហូបតែម្ដងបងប្អូនគ្នាហ្នឹងហើយដោយសារតែពេលវេលាខ្លីដូចអញ្ចឹងអត់បានថតតាំងពីយើងចំណុចចាប់ផ្ដើមអញ្ចឹងដល់ចាប់ផ្ដើមថតគឺចិត្តចប់តែម្ដងបាទគឺដល់កន្លែងយើងចាប់ផ្ដើមចម្អិនហើយហូបជុំគ្នាតែម្ដងហ្នឹងហើយបងប្អូនគ្នាអាចទស្សនាលេងកំសាន្តបានដោយសារតែយើងចិត្តដល់រដូវចូលឆ្នាំថ្មីហើយចឹងបងប្អូនទាំងអស់គ្នាមានកម្រងទៅលេងឯណានៅណាខ្លះកុំភ្លេចជួយ comment ប្រាប់ខ្ញុំបាទម្នាក់មួយផងបាទឥឡូវតែនិយាយចុះនិយាយឡើងភ្លេចគិតថាមុខម្ហូបយើងដល់ណាដល់ណីហើយហ្នឹងហើយដោយសារតែមុខម្ហូបយើងក៏បានឆ្អិនបដាព្រោះមានចុងភៅយ៉ាងចំណានវិសេសវិសាលមែនតើបាទគាត់តែឃើញភ្លាមស្រក់ទឹកមាត់ធ្លាក់តែម្ដងបើសិនជាមានរបស់តិចទៀតមិនដឹងថាអេមយ៉ាងណាទេបងប្អូនបាទក៏ប៉ុន្តែហ្នឹងហើយថ្ងៃហ្នឹងគឺថាយើងហូបធម្មតាទេបងប្អូនបាទគឺអត់មានអីទេគ្រាន់តែយើងផឹកកូកាបន្តិចតួចយ៉ាងទៅដោយសារតែគៀកចូលឆ្នាំយើងទុកកម្លាំងនៅថ្ងៃចូលឆ្នាំបាទហ្នឹងហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកម្លែកទៅបងប្អូនអរគ្នាបាទបាយអាប់ពោតអត់ទាន់ពោតបលែលោកខ្ញុំទៅបានហូបផងតែខែមហូននេះខ្សែបងក៏ចិត្តក្រាំមួយមកពើទេដល់ពេលបានមកលោកយកឃើញហ្នឹងมันផងចំណាយពេលមកចាំมันពីពេលបានទឹកហើយខ្ញុំកាយអស់4-10ម៉ោងកាយទៅអស់ណាខ្ញុំកាយ